បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកតាមដានម្ដងទៀតលើការវិនិយោគលើការវិនិយោគវាថាលុយគ្រីបតូដោយអធ្វើបទខ្ញុំធ្វើបទពិសោធន៍ការវិនិយោគលុយគ្រីបតូហ្នឹងហើយដំបូងការចំណាយដំបូងរបស់ខ្ញុំគឺ$30,000ខ្ញុំទិញបានវាថា400ហ៊ុនអញ្ចឹងចុះហើយដល់ថ្ងៃទីរបៀបថាខ្ញុំរបៀបថាពេលឡើងថ្លៃខ្ញុំលក់ហើយពេលចុះថៃខ្ញុំទិញវិញអញ្ចឹងហើយពេលថ្ងៃ5ខែ5ថ្ងៃ10ពេលវាឡើងថ្លៃដល់$96ក្នុងមួយ share ប្រាក់ចំណេញខ្ញុំឡើងដល់$6,000ក៏ប៉ុន្តែឥឡូវវាថាវាចុះមក83ក៏ប៉ុន្តែរបៀបថាខ្ញុំបានរបៀបថាពេលទិញគឺទិញ400ពេលខ្ញុំទិញហ្នឹងគឺ400វាថា400ហ៊ុនអញ្ចឹងឥឡូវបាន400ហ៊ុនហើយខ្ញុំនៅសល់លុយនេះលុយពេលលក់ចំណេញបាន300ហើយសរុបទាំងអស់ឥឡូវបាន33,700ហើយខ្ញុំចំណាយអស់តែ32,800ទេនេះខ្ញុំចំណាយ32,800អញ្ចឹងយកនេះដក32,800ចេញតាមពិតខ្ញុំចំណេញបាន$900ជាងដែរមិនប៉ុន្តែការចំណេញហ្នឹងលុយគឺ300ហើយតម្លៃកាក់ហ្នឹងក៏ខ្ញុំចំណេញបានតិចតួចដែរចំណេញបានជិត1000ទៀតចំណេញបាន100ទៀត600ទៀតអញ្ចឹងនៅមានការចំណេញដែរតែរបៀបថាខែនេះវាអាចចុះនៅសល់78 79បើវាចុះថាចុះដល់78ហើយជាទៅហើយជាអាចទៅដល់អាចទៅដល់85ឬក៏អាចឡើងដល់90រហូតដល់ពេលរហូតដល់ចុងខែហ្នឹងវាអាចមាន3វាអាចចុះដល់78បើចុះដល់78ខ្ញុំវាថាខាតហើយព្រោះយើងទិញ82ហើយបើសិនជានៅ85របៀបថានៅ85 83ចឹងនៅផាននៅប៉ុណ្ណឹងតែជាហ្នឹងថាយើងចំណេញទីខ្លួនបើឡើងដល់90វិញខ្ញុំថាចំណេញរៀងច្រើនខ្ញុំអាចលក់ចេញទៅវិញខ្លះទៀតបើពេលឡើងដល់90ចាំនៅសល់ប្រហែលថ្ងៃទៀតចប់ហើយសល់4ថ្ងៃទៀតហើយប្រហែលជាក្នុងខែហ្នឹងប្រហែលជាអាចមានប្រហែលជានៅទៅត្រឹម85 83ដល់85ហ្នឹងឬក៏វាអាចចុះដល់78ចុះក្រោម80 78ទៅ80ឬក៏វាអាចឡើងដល់90ទៅវិញចឹងយើងតាមដានទាំងអស់គ្នាក្នុងរយៈពេល4ថ្ងៃទៀតតើវាឡើងដល់ប្រមាណតើវាឡើងឬចុះដល់ប៉ុណ្ណាហើយការវិនិយោគនេះគឺហៅថាការវិនិយោគលើទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់អញ្ចឹងយើងអាចចំណេញច្រើនខាតច្រើនហើយចំណេញច្រើនលឿនដូចខ្ញុំនិយាយចឹងថ្ងៃនេះចំណេញប្រហែលហើយជា16ថ្ងៃមុនខ្ញុំចំណេញ6000ឥឡូវធ្លាក់សល់900អញ្ចឹងវាការចំណេញហ្នឹងលឿនហើយការធ្លាក់វិញក៏លឿនដែរចង់និយាយចឹងបាទហើយចឹងយើងមើលអាកាសឡានណាហ្នឹងថ្ងៃនេះវាឡើងដល់ដំបូងវានៅ83 84ឡើងដល់85ហើយចុះមក83.2ឥឡូវសល់83.4ចឹងវាឡើងចុះតម្លៃឡើងចុះច្រើនណាព្រោះអីអាហ្នឹងគេហៅ
វាថាទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់ចឹងរបៀបថាមានហានិភ័យខ្ពស់ចឹងយើងបានចំណូលបានចំណេញក៏ចំណេញច្រើនខាតច្រើនចឹងបានន័យថាតម្លៃវាអត់មានភាពនឹងណទេចង់និយាយចឹងហើយមួយទៀតយើងមើលកាក់ផ្សេងទៀតថ្ងៃនេះcrypto ផ្សេងមើល Bitcoin នៅទៅប្រហែលជា7077,000បានតែ77,000ឥឡូវធ្លាក់មក75,000ដូចគ្នាដែរ Ethereum នៅទៅត្រឹម4,000នៅទៅត្រឹមនេះក្នុងរយៈពេល1ឆ្នាំហើយនេះក្នុងរយៈពេល24ម៉ោងវានៅទៅត្រឹម2,100ឥឡូវធ្លាក់ដល់2,060ចឹងបានតែធ្លាក់ប្រហែល$100ចឹងនេះសិតតែហៅថាទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់អញ្ចឹងពេលអញ្ចឹងវាចំណេញក៏ចំណេញច្រើនវាខាតក៏ខាតច្រើនហើយអ្នកវិនិយោគស៊ីសងយើងអ្នកវិនិយោគហើយអ្នកវិនិយោគខ្លះគេចូលចិត្តទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់អញ្ចឹងបើគេអាចចំណេញបានច្រើនដែរអញ្ចឹងហើយខ្ញុំរបៀបថាប្រាក់ Bitcoin វាល្អជាងគេព្រោះអី Bitcoin ក្នុងរយៈពេលយូរវាឡើងរហូតយ៉ាងហើយកាក់ Ethereum ក្នុងរយៈពេលលូវាឡើងដល់របៀបថា4-5,000ហើយវាចុះមកវិញវាអត់ឡើងផុត4-5,000ហ្នឹងឯងហើយដូចគ្នាដែរកាក់ Solana ហ្នឹងក៏ដូចគ្នាដែរវាឡើងត្រឹមតែ450វាឡើងអត់ផុតទេរួចចុះមកវិញហើយកាក់ខ្ញុំចូលចិត្តកាក់3ហ្នឹងរបៀបថា Bitcoin 3ហ្នឹងក៏ប៉ុន្តែ Crypto 3ហ្នឹងក៏ប៉ុន្តែខ្ញុំសាកល្បងវិនិយោគ Solana ឆ្នាំនេះហើយឆ្នាំក្រោយខ្ញុំនឹងសាកល្បងធ្វើពីរ Ethereum មួយ Solana ជាមួយគ្នាហើយ Bitcoin នេះខ្ញុំរបៀបថាទិញភាគច្រើនទុកចោលរបៀបថាទុកចោលអត់របៀបថាអត់លក់អត់របៀបថាយើងអត់ធ្វើលក់ទៅលក់មកព្រោះ Bitcoin ក្នុងរយៈពេលវែងមើលទៅវាអាចឡើងថ្លៃរហូតចឹងបាទហើយដូចខ្ញុំនិយាយថាអ្នកវិនិយោគខ្លះគេចូលចិត្តទ្រព្យសម្បត្តិណាដែលអត់សូវមានហានិភ័យខ្ពស់អញ្ចឹងនៃទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់គឺបានពាក្យហ៊ុនមួយនេះគេហៅថា S&P 500 S&P 500ហ្នឹងមាន500ក្រុមហ៊ុនអញ្ចឹងបើយើងដាក់លុយក្នុងហ្នឹងរបៀបថាយើងមានហានិភ័យទាបហើយភាគច្រើនវារបៀបថាក្នុងរយៈពេលយូរវាឡើងរហូតខ្ញុំចង់ដឹងថាថ្ងៃនេះទីផ្សារអត់របៀបថាអត់ឡើងខ្ពស់តម្លៃរបៀបថាខ្ពស់ជាងគេទេអញ្ចឹងក៏តែវានៅប្រហែលតម្លៃខ្ពស់ជាងគេ551 552បាទនេះរបៀបថានេះគេហៅទ្រព្យសម្បត្តិតែមានសុវត្ថិភាពខ្ពស់ហើយបើយើងទិញក្នុងរយៈពេលវែងយើងឃើញថាយើងនឹងចំណេញបើយើងទិញឥឡូវទុកប្រហែលថាយើងទិញទុក5ឆ្នាំនេះឥឡូវយើងមើលរបៀបថាយើងមើលពីប្រវត្តិវា5ឆ្នាំមុនហើយយើងទស្សន៍ទាយប្រវត្តិ5ឆ្នាំក្រោយយើងឃើញថា5ឆ្នាំមុនមានតម្លៃ422ឥឡូវឡើងដល់750អញ្ចឹងឥឡូវបើយើងទស្សន៍ទាយថាឥឡូវឡើងប្រហែលជាថា300អញ្ចឹងចុះឡើង$300ចឹងបើយើងទិញឥឡូវ700ចឹងបើយើងមានការទស្សន៍ទាយប្រហែលជាឡើងដល់1000ជាងហើយ5ឆ្នាំទៀត1000ជាងឬក៏ច្រើនជាងអញ្ចឹងយើងមើលនេះគេហៅថាយើងមើលប្រវត្តិវាហើយយើងទស្សន៍ទាយតម្លៃទៅមុខថាក្នុងរយៈពេល5ឆ្នាំទៀតបើវាបានដូចគ្នាប៉ុណ្ណឹងបើយើងបាន750របស់យើងបានប្រហែលជា1000
1050 ឬ1100អញ្ចឹងទៅអាហ្នឹងមកយើងការទូទាយដូចគ្នាដែរហើយនេះគឺហៅ Dow Jones Industry ប្រហែលជាមាន40ក្រុមហ៊ុនថ្ងៃនេះយើងចុះបន្តិចតែចតច្រើនទេចុះពី509រហូតដល់505ដូចគ្នាដែរក្នុងរយៈពេល5ឆ្នាំវានៅតែមានការឡើងថ្លៃក្នុងរយៈពេលយូរដឹងវាថាមានការចំណេញខ្ញុំឃើញថានេះចំណេញពី300រហូតដល់500ខ្ញុំឃើញថា stock នេះក៏យើងបានចំណេញដែរក្នុងរយៈពេលវែងយើងចំណេញដូចគ្នាហើយមានហានិភ័យទាបដោយសារអីដោយសារតែក្រុមហ៊ុនហ្នឹងគាត់ទិញ stock ទិញបានពាក្យហ៊ុនពីក្រុមហ៊ុន40ក្រុមហ៊ុនអញ្ចឹងភាគច្រើនគឺបានចំណេញមកក្នុងរយៈពេលមួយខែបាទហើយវានៅឡើងចុះពេលខ្លះវាចុះពេលខ្លះឡើងតែក្នុងរយៈពេលយូរដឹងថាវាឡើងច្រើនរយៈពេលយូរឆ្នាំហើយមើលមួយទៀតនេះរបៀបថាបានពីហ៊ុននេះខ្ញុំតែរបៀបថាតែចាប់អារម្មណ៍តាមដានហើយនេះឡើងដល់137ឥឡូវធ្លាក់ដល់136ឡើងចុះអត់ច្រើនទេបានពីហ៊ុនមួយហ្នឹងចុះឡើងតិចតួចគ្រាន់តែបើយើងមើលក្នុងរយៈពេលវែងក្នុងរយៈពេល6ខែឡើងហើយចុះមកវិញហើយឡើងទៅវិញក្នុងរយៈពេល1ឆ្នាំ117ដល់136ឡើង$20រយៈពេល5ឆ្នាំ91ដល់140ចុះ140ឡើងប្រហែលជា$50ចឹងនេះតែអ្វីដែលសំខាន់សម្រាប់បានពីហ៊ុនមួយនេះគាត់ទិញពាក្យហ៊ុនពីក្រុមហ៊ុន160ក្រុមហ៊ុនហើយក្រុមហ៊ុនដែលគាត់ទិញហ្នឹងគឺក្រុមហ៊ុនដែលគេអត់ទុកលុយត្នេមានថាពេលគាត់មានលុយត្នេគាត់មានថាលុយត្នេគេហៅ free cash flow លុយត្នេអត់យកទៅវិនិយោគអត់មានការវិនិយោគឲ្យទៀតគាត់យកលុយហ្នឹងទៅទិញ stock មកវិញដើម្បីឲ្យវាថាបានពីហ៊ុនឡើងថ្លៃពួកអីគេគិតថាបើសិនជាលុយទុកនៅក្នុងក្រុមហ៊ុនតំណេអត់មានធ្វើអីអាលុយហ្នឹងវា$100ស្មើប្រហែល$70ពួកឯកសារតែថ្នាក់ដឹកនាំក្រុមហ៊ុនគាត់នឹងធ្វើការចាយខ្ជះខ្ជាយពួកឯងលុយតំណេអត់មានធ្វើអីចឹងចឹងបានក្រុមហ៊ុននេះគាត់ទិញបានពាក្យហ៊ុនណាដែលក្រុមហ៊ុនហ្នឹងគេអត់ទុកលុយតំណេចោលបើគេមានលុយតំណេគេនឹងទិញ stock មកវិញដើម្បីឲ្យបានប្រាក់ដើម្បីឲ្យបានពាក្យហ៊ុនគេឡើងអញ្ចឹងបាទ stock នេះខ្ញុំទៅតាមចាប់ដើមវាថាតាមដានហើយយើងមើលឃើញថាក្នុងរយៈពេល5ឆ្នាំក៏វាអាចឡើងបានច្រើនដែរហើយបើក្នុងរយៈពេលយូរអង្វែងតាំងពីចាប់ដើមលក់មកគឺយើងឃើញឡើងច្រើនមែនទែនដំបូងវាមានការឡើងចុះវាថាលក់ដំបូង$25ហើយចុះមក$13-14ហើយឡើងទៅវិញយើងឃើញថាបើ$3ឡើងគុណនឹង10បាត់ហើយអញ្ចឹងបានន័យថាការចំណេញហ្នឹងវាចំណេញតិចៗក៏តែក្នុងរយៈពេលយូរយើងចំណេញច្រើនអញ្ចឹងហើយបន្តទៀតយើងត្រឡប់មើលព័ត៌មានពីហិរញ្ញវត្ថុថ្ងៃនេះវិញតែមុននឹងខ្ញុំចង់និយាយពីព័ត៌មានថ្ងៃនេះចង់និយាយថាបងប្អូនណាចង់មកលេងសហរដ្ឋអាមេរិកសូមមកខ្ញុំក្រុមហ៊ុនខ្ញុំមានការធ្វើកញ្ចប់ទេសចរមកលេងសហរដ្ឋអាមេរិកនៅខែ12នេះបាទអរគុណក្រុមហ៊ុន Micron Technology ហ្នឹងគាត់ក្រុមហ៊ុនគាត់ឥឡូវមានវាថាមានទ្រព្យសម្បត្តិដល់$1 trillionហើយ
ក្រុមហ៊ុន Micron វាថាមានការកើនឡើង20%ហើយរបៀបថា20%ហើយដល់ពេលអញ្ចឹងតម្លៃក្រុមហ៊ុនគាត់វាថាប៉ាស$1 trillion បានមួយផ្លែតដោយសារអីដោយសារតែមានតម្រូវការផ្នែកអីគេ memory chip គ្រឿងកុំព្យូទ័រ memory chip គ្រឿងកុំព្យូទ័រ memory chip វារបៀបថាវានៅតែបន្តផ្ទុះតម្រូវការហ្នឹងបន្តផ្ទុះចឹងហើយថ្ងៃនេះគឺក្រុមហ៊ុនហ្នឹងគឺវាថាឡើងថ្លៃច្រើនជាងគេហើយ S&P 500 Nasdaq Composite វានៅវាតម្លៃវានៅចិត្តតម្លៃខ្ពស់បំផុតនៅប៉ុមនៅហ្នឹងវាអត់ឡើងផុតហ្នឹងទេក៏តែក៏វាអត់ចុះខ្លាំងដែរថាអឺទីផ្សារភាគហ៊ុនសហរដ្ឋអាមេរិកនៅតែធ្វើការកើនឡើងនៅតែបន្តតម្លៃបន្តកើនឡើងហើយបានភាគហ៊ុនផ្នែកបច្ចេកវិទ្យានាំមុខក្នុងការកើនឡើងដោយសារតែមានគឺថាមានគឺថាមានដំណឹងល្អអីចឹង optimism ហ្នឹង optimism in Cambodia មក optimism in ខ្មែរសុតិនិយមសុតិថិនិយមនឹងមាន optimism គឺមានសុតិថិនិយមមានសុតិថិនិយមពីសុតិថិនិយមវាវាមានវាមានសុតិថិនិយមច្រើនជាងពីការព្រួយបារម្ភជុំវិញគុំសាស្ត្រនយោបាយនិងអតិផរណានេះដូចនិយាយដែរ AI stock ហ្នឹងនៅតែកើនឡើងខ្ពស់ជាងគេនេះដូចជាដែរតម្លៃប្រេងរបៀបថាយកទៅយកមកខ្លាំងភាសាយកទៅយកមកខ្លាំងវាតាក់ទងទៅលើអាមេរិកនិងអ៊ីរ៉ង់ការជជែកសន្តិភាពគ្នាវាថាព័ត៌មានការជជែកសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់តម្លៃប្រេងវាអត់មានភាពនឹងនងខ្លាំងដោយសារតែអ្នកវិនិយោគគាត់react ហ្នឹង react ហ្នឹងគាត់របៀបថា react ហ្នឹងរបៀបថាពេលដែលឮព័ត៌មានចេះគាត់នេះគាត់របៀបថាព័ត៌មានល្អគាត់ទិញព័ត៌មានអត់ល្អគាត់លក់អញ្ចឹងនឹង react ថ្ងៃយើងលោកមុនខ្ញុំនិយាយបានតែឥឡូវភ្លេច mixed signal around positive ហ្នឹងហើយដោយសារតែ mixed signal ហ្នឹងបានន័យថាសញ្ញាហ្នឹងវាម្ដងចេះម្ដងចោះជុំវិញរបៀបថាការព្រមព្រៀងការព្រមព្រៀងគ្នារវាងអាមេរិកនិងអ៊ីរ៉ាក់ចឹងហើយដែលធ្វើឲ្យតម្លៃថាមពលនៅតែជាហានិភ័យរបស់ដ៏ធំមួយរបស់ macro សេដ្ឋកិច្ចសម្រាប់អតិផរណា reacted ដូចជាឆ្លើយតបអីចឹងឬ reflect អីចឹងទៅ pressure auction and bond yield stay focused នេះគេនិយាយថាបានបំណុលសហរដ្ឋអាមេរិកហ្នឹងវាគឺជាមាន
អ្នកវិនិយោគគេផ្ដោតអារម្មណ៍លើនឹងមានថាបានបំណុលអាមេរិកមួយវាថាចំនួនធំដែលបានលក់នៅអាទិត្យនេះហើយគេថាធ្វើតេស្តអ្នកវិនិយោគធ្វើតេស្តអ្នកតម្រូវការរបស់អ្នកវិនិយោគហើយអ្នកវិនិយោគហ្នឹងបានវាថាមើលឡើងចិត្តដិតតើតើការប្រាក់ហ្នឹងនៅខ្ពស់វាថានៅតែវាថានៅតែមានតម្លៃខ្ពស់ហើយក្នុងពេលជាមួយគ្នានឹងដែរនៅតែមានតម្លៃខ្ពស់ក្នុងពេលជាមួយគ្នានឹងដែររដ្ឋាភិបាលអាមេរិកហ្នឹងខ្ចីវាថាខ្ចីលុយកាន់តែច្រើនចេញបានបំណុលលក់ហ្នឹងកាន់តែច្រើនអញ្ចឹងវាថាអាមេរិកខ្ចីលុយគេបើបំណុលកាន់តែច្រើនទៅហើយការកាន់តែខ្ពស់ទៅអញ្ចឹងធ្វើឲ្យវាថាអញ្ចឹងធ្វើឲ្យរបៀបថាចំណាយការប្រាក់កាន់តែច្រើនឡើងហើយstock market របស់ប្រទេសជប៉ុនថ្ងៃនេះរបៀបថា bullish ហ្នឹងបានន័យថាកើនឡើងខ្លាំងអានេះរបៀបថា even bullish ណាកូបាហ្នឹងបានន័យថាវាឡើងខ្លាំងអឺកសែតវាថានេះកសែត Reuters poll forecast ហ្នឹងបានន័យថា forecast ហ្នឹងរបៀបថាធ្វើការព្យាករណ៍អឺបានពាក្យហ៊ុនជប៉ុន Nike Nikkei 225ប្រហែលជាឡើងដល់69000នៅឆ្នាំ2027ខ្ញុំចង់ដឹងថា Nike ឥឡូវNikkei ហ្នឹងឥឡូវតម្លៃវាប្រមាណនេះ Nikkei 65000ឥឡូវ Nikkei 65000ហើយសារព័ត៌មាន Reuters ហ្នឹងគេគិតថានៅវាថាដាច់ឆ្នាំ2027ហ្នឹងប្រហែលជាឡើងដល់69000ចឹងឡើងប្រហែល$5000ដោយសារអីដោយសារតែជំរុញដោយរបៀបថាសុតិធិនិយមលើAI ហ្នឹងហើយនឹងការចំណូលរបស់ក្រុមហ៊ុនធំនៅជប៉ុនហ្នឹងមានថាមានភាពខ្លាំងក្លាព័ត៌មាននេះធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមួយដែរឥណ្ឌាប្រហែលជាធ្លាក់ចំណាត់ថ្នាក់ទី5ធ្លាក់ចំណាត់ថ្នាក់ទី5លើរបៀបថាសេដ្ឋកិច្ចធំជាងគេទី5លើពិភពលោកធ្លាក់ទៅលើតៃវ៉ាន់របៀបថាឥឡូវចិត្ត closing in វាថាចិត្តវ៉ាដាច់តែឥណ្ឌាហើយចិត្តវ៉ាដាច់តែឥណ្ឌា the world largest market ចិត្តវ៉ាដាច់តែឥណ្ឌាអានេះ market cap ហ្នឹងគឺតម្លៃទីផ្សារតាអឺតៃវ៉ាន់ market cap
India market cap ហ្នឹងរបៀបថាតម្លៃទីផ្សារតៃវ៉ាន់market cap ហ្នឹងវា4.9000 trillion 9.5 ឥណ្ឌា4.92អញ្ចឹងវ៉ាវឥណ្ឌាតៃវ៉ាន់ដាច់ឥណ្ឌាបានតិចខ្ញុំដឹងថាវាដូចគ្នា GDP មួយ market cap ហ្នឹងso GDP is ដូចគ្នាទេ market cap ហ្នឹងគឺរបៀបថាគេនិយាយពីបានពិហ៊ុននៅក្នុងប្រទេសហ្នឹងហើយGDP និយាយពីផលិតផលក្នុងស្រុកសរុបចឹងរបៀបថាប្រទេសឥណ្ឌាប្រទេសទីផ្សារភាគហ៊ុនរបស់តៃវ៉ាន់ឥឡូវធំជាងទីផ្សារភាគហ៊ុនរបស់ប្រទេសឥណ្ឌាហើយប្រទេសឥណ្ឌាលើកមុនជាប់លេខ5ឥឡូវតៃវ៉ាន់ជាប់លេខ5វិញក៏ប៉ុន្តែ NVIDIA នេះ NVIDIA ហ្នឹង market cap ហ្នឹងធំជាងប្រទេសទាំងអស់ market cap 5.22 ធំជាងប្រទេសទាំងអស់លើកលែងតែប្រទេសអាមេរិកជាមួយនឹងប្រទេសចិនទេប្រទេសអាមេរិកនៅមួយចិននៅរបៀបថានៅច្រើនជាងតែឥណ្ឌាវាមិនអាចឡើងឈ្នះប្រទេសអាមេរិកបានព្រោះឥណ្ឌាវាជារបស់ក្រុមហ៊ុនអាមេរិកចឹងពេលដែលឥណ្ឌាវាឡើងថ្លៃអាមេរិកឡើងថ្លៃតាមហើយប្រទេសចិនហ្នឹងហើយប្រទេសចិនក៏ន័យថាក្រៅពីហ្នឹងឥណ្ឌាវារបៀបថាចឹងបើគិតពីឥណ្ឌាវាហ្នឹងគឺក្រុមហ៊ុនធំជាងគេនៅក្នុងពិភពលោកហើយមានអា market cap ហ្នឹងធំជាងប្រទេសទាំងអស់លើកលែងតែប្រទេសអាមេរិកនិងចិនហើយនេះគេចង់និយាយថាប្រទេសឥណ្ឌាធ្លាក់តំណែងទី5ទៅទី6ហើយតៃវ៉ាន់ឡើងដល់តៃវ៉ាន់ឡើងមកទី5វិញអថ្ងៃនេះគេនិយាយពីរបៀបថាបញ្ចាំងមើលគេបញ្ចាំងថាបញ្ចាំងពិលទៅមើលចំណូលរបស់វាថាចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុនលក់អវ៉ាន់ទូទៅនៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះអឺទីផ្សារភាគហ៊ុនអាមេរិកបានកំពុងតែឃ្លាំមើលពីក្រុមហ៊ុនដូចជា Salesforce, Dell Technology, Costco ក្រុមហ៊ុនលក់ទំនិញវាថាដូចជាលក់ទំនិញធំមួយដែរ Costco និយាយទៅក្រុមហ៊ុន Costco ដូច Aeon នៅយើងស្រុកខ្មែរអញ្ចឹងដូច Aeon ដូចក្រុមហ៊ុន Makro អីចឹងស្អីទីផ្សារលក់ដុំធំៗអញ្ចឹងហើយ Marvel Technology ក្រុមហ៊ុន4នេះនឹងចេញការរបៀបថាចំណូលរបស់គាត់បានដល់ពេលគេមើលចឹងទៅគេដឹងថាតើរបៀបថា stock market វាថាតើ
ប្រព័ន្ធ AI និងប្រព័ន្ធអ្នកទិញហ្នឹងតើរបៀបថាល្អឬក៏មិនល្អ AI នេះភាគច្រើនល្អ consumer ឥឡូវយើងទុនខ្សោយបន្តិចរបៀបថាអ្នកប្រើប្រាស់ក្នុងស្រុកឬយើងទុនខ្សោយបន្តិចដោយសារអីដោយសារទីមួយអីវ៉ាន់ឡើងថ្លៃពេលអីវ៉ាន់ឡើងថ្លៃអញ្ចឹងគេអត់សូវចំណាយប៉ុន្មានហើយយើងឃើញថា Bitcoin នៅតែរបៀបថាមានភាពរឹងមាំតម្លៃរបស់គេថាតម្លៃរបស់ Bitcoin នៅតែតម្លៃប្រហែលជា70000ជាងទោះបីមានបញ្ហាម៉ាក្រូសេដ្ឋកិច្ចអត់មានភាពពិតប្រាកដក៏ដោយអាការ trade ហ្នឹងវាថាអ្នកវិនិយោគនៅតែរបៀបថាបន្តវិនិយោគលើ crypto លើរបៀបថាលើ crypto ហ្នឹងជាទ្រព្យសម្បត្តិដែលមានហានិភ័យខ្ពស់ក៏ប៉ុន្តែគេអត់បោះបង់ចោលទេព្រោះអីរបៀបថា crypto វាល្អម្យ៉ាងថាវាដូចមាសដូចអីរបៀបថាដូចមាសដូចអីវារបៀបថាយើងចេះไปជីកក្នុងដីបានអញ្ចឹងយើងមិនដឹងថាពេលណាអស់ក៏ប៉ុន្តែ crypto វាម្យ៉ាងBitcoin វាម្យ៉ាងទោះបីជាគេជីក crypto ដូចគេជីកមាសអញ្ចឹងហើយអ្នកជីកមាសអ្នកជីក crypto គេប្រើ computer ជីកតែទោះបីគេជីកយ៉ាងណាក៏ដោយចំនួន crypto Bitcoin ហ្នឹងវាអត់ផុតពី21លានទេ21លានកាក់ហ្នឹងឯងអញ្ចឹងបានវាថា Bitcoin គេបោះបង់ចោលដោយសារតែវារបស់វាកម្រដល់ពេលគេមាន21លានតែផុតពីហ្នឹងអស់ហើយអត់មានអីទៀតទេវាថាគេជីកលែងបានទៀតហើយពួកអាហ្នឹងវាថាអស់លេងហ្មងក៏ប៉ុន្តែអ្នកគេហៅអ្នកជីកហ្នឹងជីក crypto ជីក Bitcoin ហ្នឹងនៅតែបន្តជីកដោយសារអីដោយសារតែពេលពេលដែលរៀបថា Bitcoin ហ្នឹងផ្ញើពីម្នាក់ទៅម្នាក់គេត្រូវការ miner ត្រូវការអ្នកជីក Bitcoin ហ្នឹងអញ្ចឹងពេលផ្ញើទៅផ្ញើមកយើងត្រូវការអ្នកជីក Bitcoin ហ្នឹងដើម្បីជួយបើថាខ្ញុំផ្ញើ Bitcoin ទៅស្រុកខ្មែរអញ្ចឹងតតែមានអ្នកដែលគេហៅថាអ្នកជីក Bitcoin ហ្នឹងបានគេជួយធ្វើអាប្រតិបត្តិការហ្នឹងបានអញ្ចឹងហើយពេលអញ្ចឹងយើងឲ្យសុហុយគេតិចតួចអញ្ចឹងទោះបីជារបៀបថាគេជីកវាអស់មាន Bitcoin នៅក្នុងកុំព្យូទ័រហើយក៏គេអាចនៅតែអ្នកជីកហ្នឹងនៅតែបន្តរកបានរបៀបថា Bitcoin បានក៏ប៉ុន្តែបានជាកម្រៃជើងសារតិចតួចដោយសារតែយើងផ្ញើទៅផ្ញើមកគេថានៅក្នុងសប្តាហ៍នេះទិន្នន័យនឹងចេញមកទិន្នន័យអំពីអតិផរណានឹងចេញមកឲ្យតែវាចេញមកពេលអតិផរណាខ្ពស់ពេលខ្លះនឹងប៉ះពាល់ដល់តម្លៃបានពីហ៊ុននៅអាមេរិកដែរពេលមានអតិផរណាខ្ពស់អញ្ចឹងពេលមានអតិផរណាខ្ពស់អឺធនាគារកណ្ដាលនិងរបៀបថាបង្កើនការប្រាក់ខ្ពស់យ៉ាងធ្វើឲ្យ market ចុះវាថាតម្លៃបានពីហ៊ុនចុះថោកវិញអញ្ចឹងហ្នឹងហើយហ្នឹងដូចខ្ញុំនិយាយមិញអញ្ចឹងបើមានអតិផរណាខ្ពស់ហើយជាធនាគារកណ្ដាលបើមិនទុកនៅដដែលទេមានតែតម្លើងការប្រាក់អត់អាចចុះការប្រាក់បានទេហើយឥឡូវទីផ្សារទីផ្សារបានពីហ៊ុនអាមេរិកឥឡូវហ្នឹងគឺទី1
នេះគេហៅអីគេ AI និងគ្រឿងកុំព្យូទ័រ Semiconductor ហ្នឹង Excuse me អូ excuse me ទី2 តម្លៃប្រេងមានវាថាអត់មានភាពដឹងណនិងភូមិសាស្ត្រនយោបាយបាទសូមតោះបងប្អូនអរគ្នាវាដាក់ច្រើនហើយពីធនាគារកណ្ដាលវិញពេលគេនិយាយធនាគារកណ្ដាលគឺមានពីអត្រាការប្រាក់ជាមួយនឹងតាការប្រាក់ជាមួយនឹងតាតិពរណាហើយនិយាយទៅភាគច្រើនគេនិយាយពីតិពរណានិងចំនួនរបៀបថាអឺចំនួនអ្នកអត់ការងារធ្វើនៅអាមេរិកហើយធនាគារកណ្ដាលផងដែរគាត់គ្រប់គ្រងត្រាការប្រាក់អញ្ចឹងគាត់អាចធ្វើអត្រាការប្រាក់នឹងឡើងក៏បានចុះក៏បានអាហ្នឹងគឺគាត់អាចធ្វើអញ្ចឹងបានហើយមួយទៀតនិយាយពីគ្រីបតូគឺរបៀបថាគ្រីបតូហ្នឹងមានភាពរឹងមាំទោះបីជាមានបញ្ហាម៉ាក្រូសេដ្ឋកិច្ចចឹងប្រេងឡើងថ្លៃអតិផរណាក៏ប៉ុន្តែគ្រីបតូវាអត់ទាន់ឃើញចុះមកចុះទៀតណាហើយ Bitcoin លើកមុនចុះដល់60000ឥឡូវវានៅទៅដល់60000ជាងឥឡូវទៅដល់70000ជាងឡើយហើយអា Solana របស់ខ្ញុំហ្នឹងលើកមុនហ្នឹងវាអាចវាចុះមកដល់នេះវាចុះដល់80.79អីតែឥឡូវវាមើលទៅវានៅទៅត្រឹម83នៅឡើយហើយអញ្ចឹងអាហ្នឹងគឺជាការគេថាជាការល្អមួយដែរខ្ញុំមើលសប្តាហ៍មុនវាចុះដល់81ចុះដល់ប្រហែល81 81 82ជាង82ពេលខ្ញុំឃើញចុះអញ្ចឹងខ្ញុំទិញបានថែមទិញការចុះហ្នឹងដល់81 82ហ្នឹងតែខ្ញុំទិញបាន25ហ៊ុនណាហើយអញ្ចឹងធ្វើឲ្យហ៊ុនរបស់ខ្ញុំហ្នឹងឡើងដល់400វិញអញ្ចឹងឥឡូវនៅចំណេញឡើយក៏ប៉ុន្តែរបៀបថាវាអាចខាតវាអាចចំណេញអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងនៅខែនេះតែវាតម្លៃ78 85ឬក៏90តម្លៃ3ហ្នឹងក្នុងខែហ្នឹងហើយ នៅសល់តែប្រហែលថ្ងៃទៀតទេ1 2 3 4 5 61 2 3 4 5ថ្ងៃទៀត5ថ្ងៃទៀតអញ្ចឹងជំរឿវាអាចឡើងហើយក៏ចុះហើយក៏នៅដដែលនៅទៅតាមហ្នឹងតាមមើលខ្ញុំគិតថាប្រហែលជាចុះច្រើនជាងចុះមក70ច្រើនជាងតែវានៅទៅប៉ុណ្នេះក៏ល្អពេលឡើងមក90វិញក៏ល្អវាមិនក៏បានព្រោះអីខ្ញុំមើលរយៈពេលវែងតែក្នុងឆ្នាំហ្នឹងវាអាចក្នុងចុងឆ្នាំវាអាចធ្លាក់ដល់60ឬក៏ឡើងដល់150ចាំបើឡើងដល់150ព្រោះឲ្យតម្លៃយើងទិញ82ចាំមើលវា60យើងខាតវា60យើងខាត22បើវា150យើងចំណេញបាន68អញ្ចឹង400របស់យើងអញ្ចឹងយើងអាចបើសិនជាវាចុះយើងអាចខាត3000យើងអាចខាន3300តែបើពេលឡើងថ្លៃដល់150បានយើងអាចចំណេញ27000អញ្ចឹងយើងសូមទស្សនាបងប្អូនគ្នារហូតដល់ចុងឆ្នាំនេះតើគ្រីបតូមួយនេះនឹងឡើងដល់ប៉ុណ្ណាហើយនឹងចុះដល់ប៉ុណ្ណាបាទអរគុណបងប្អូនទាំងអស់គ្នាបាយបាយ